សួស្តីបងប្អូនហើយក៏ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានវីដេអូថ្មីមានថ្មីទេថតយូរដែរប៉ុន្តែអត់បានផុសថ្ងៃនេះផងដែរខ្ញុំនាំមកមើលកម្ពុជាអ្នកចាប់ត្រីគាត់មានហាសនាមថាដៃរន្ទះនិយាយទៅកាត់រោសាហាវជាងអ្នកឆក់ទៀតហើយវិធីរកត្រីប្រកាសគាត់មានដូចជាដែកឆាត់ហើយនឹងឈើអាស័យប៉ុណ្្នឹងឯងបងប្អូនកាត់ដល់រុញទៅមើលពពុះវាក៏ចាប់តាមនឹងទៅណាមើលតាមនឹងទៅបងប្អូនខ្ញុំពិបាកអធិប្បាយឲ្យយល់ណានិយាយទៅគឺគាត់មានចំណេញខ្ពស់មែនទែនដល់ថ្នាក់គេហៅគាត់ថាដៃរន្ទះអូមិនធម្មតាទេដៃរន្ទះយូស្ដាប់ទៅឡើងចាំមើលវិធីចាប់ត្រីប្រកាសបងប្អូនទាំងគ្នាមិនមែនលំលេងទេក្នុងពេល2ម៉ោងអីហ្នឹងគាត់អាចចាប់បានទៅ40គីឡូ50គីឡូមិនដល់2ម៉ោងផងនិយាយទៅពូកែមែនតើឥឡូវនេះគាត់កំពុងតែប៉ះត្រីហើយគេហៅគាត់ថាដៃរន្ទះមិនខុសទេបងប្អូនហើយដៃគាត់សង្ស័យមានភ្លើងអគ្គិសនីណែហើយត្រីដែលគាត់ចាប់បាននៅស្រុកនេះភាគច្រើនគឺត្រីផ្លានីនគេហៅត្រីឡាប់យ៉ាបាទហើយមើលតើបងប្អូនអ្នកគ្នាមួយយ៉ាងដែរវីដេអូនេះខ្ញុំថតយូរដែរប៉ុន្តែខ្ញុំអត់បានផុសឡាយរវល់ពេកចូលឆ្នាំវីដេអូនេះថតមុនចូលឆ្នាំនិយាយទៅពេលតនេអត់មហូបអញ្ចឹងកាត់ចោះតាមមួយផ្លេតហ្នឹងមិនខ្វះទេត្រីនិយាយទៅប្រធីនេះបើសិនជាមានត្រីថាត្រីមានគ្រប់ប្រភេទសឹងតែចាប់បានគ្រប់ប្រភេទត្រីហើយវីដេអូក៏មានតែប៉ុណ្្នឹងឯងបងប្អូនអ្នកគ្នាសូមអរគុណ